ចាំហើយ លះហ្នឹងគាត់លះមួលេចមិនទីរកលេចវីដេអូមួយនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដើរលេងកាត់ព្រៃជិះម៉ូតូសងព្រេងកាត់ផុកកាត់ស្ពានទូចៗកាត់ដងអូដើម្បីទៅលេងទឹកធ្លាក់វែលស្រល់2ដែលស្ថិតនៅលើភ្នំតបជាងហើយទស្សនវិជ្ជានៅទីនេះគឺពិតជាប្លែកភ្នែកប្លែកអារម្មណ៍មែនទែនដែលមានដើមស្រល់ងាប់ជាច្រើននិងមានទឹកធ្លាក់តូចមួយខ្ជូតមែនទែននាចុងរដូវប្រាំងនេះហើយសម្បូរត្រីមែនទែននៅនេះតោះឥឡូវយើងទៅទស្សនាវីដេអូពេញទាំងអស់គ្នាមុននឹងចូលវីដេអូពេញអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច follow page RS Gallery ម្នាក់មួយផងដើម្បីទស្សនាវីដេអូថ្មីៗបន្តទៀតក្នុងប្រទេសកម្ពុជាយើងនំតបជាងនេះដែរគឺយើងធ្វើដំណើរចេញពីស្ទឹងពពកទៅហើយផ្លូវគឺមានលក្ខណៈបែបនេះផ្លូវគឺពិតជាពិបាកមែនទែនហើយកាច់កោងច្រើនខ្ញុំអត់ detail ចំពោះផ្លូវទេបើសិនអ្នកនរគ្នាចង់ទៅលេងហើយអាចតាក់ទងទៅខាងសហគមន៍ខ្ញុំនឹងដាក់លេខទូរស័ព្ទគ្រាន់តែឆ្លងផុតព្រៃចូលវែលស្រល់មួយម៉ូតូគ្នាខ្ញុំគឺធ្វើទុកម្នាក់បាត់ហើយនៅតាមដងផ្លូវដែលយើងទៅសម្រាប់អ្នកចូលចិត្តជិះម៉ូតូ off road អីគឺសុបាយដៃលេងមែនទែនដូចខ្ញុំអីមកគឺពេញចិត្តស្ដោកហ្មងនិយាយថាសន្តានភាពផ្លូវគឺសុបាយជិះបរយផ្លូវនេះខ្ញុំអត់ recommend សម្រាប់អ្នកជិះម៉ូតូអូតូណាប៉ុន្តែនៅតែអាចទៅបានចឹងគ្រាន់តែរៀងពិបាកខ្លួនបន្តិចស្ថានភាពផ្លូវដូចអ្នកទាំងអស់គ្នាឃើញក្នុងវីដេអូចឹងហើយមិនមែនចិត្តទេបងប្អូនជិះយូរដែរអានេះខ្ញុំថតត្រួសកាត់ដាក់ដងអូដែររៀងពិបាកដូចជាមានតែ2ឬក៏3កន្លែងបងប្អូនប៉ុន្តែមានផ្លូវមួយចំនួនទៀតគឺរៀងផុងជាប់ពួកអញ្ចឹងយើងជិះយើងមើលដែរដូចអូកន្លែងនេះគឺមានជម្រៅជ្រៅមែនតើនឹងដីបែកម៉ាំអញ្ចឹងពិបាកជិះបន្តិចហើយកន្លែងនេះគឺខ្ញុំដួលបាសជើងមួយសូនទេដោយសារដីវារៀងស្អិតហើយយើងអស់អីឡង់ដាក់ជើងដល់ដីក៏ដួលភីហ្មងបែក stop អស់មួយក្រោយពីជីអោបរត់ផ្លូវពិបាកនេះប្រហែលជា40ទៅ50នាទីបងប្អូនគឺយើងបានមកដល់គោលដៅកន្លែងយើងគឺទឹកធ្លាក់វែលស្រល់ដំណាក់2ខ្ញុំគ្រាន់តែមកដល់ភ្លាមគឺរត់ទៅរត់ទឹកតែម្ដងដោយសារពេលថ្ងៃខ្ញុំទៅហ្នឹងគឺមេឃពិតជាក្តៅមែនតែម្ដងហើយបានងូតទឹកជាក់ទៀតfresh ហ្មងហើយនេះគឺជាស្ថានភាពទឹកនៃចុងរដូវប្រាំងនេះគឺមិនទាន់មានច្រើនបងប្អូនបើដល់ខែ7ហើយហ្នឹងទឹកច្រើនណាមានផ្កាស្មៅដុះមកជាស្លែអូសម្បូរដើមឈើនេះអូឥឡូវគួរត្រេនកោះហើយឥឡូវមកដល់ទឹកភ្នំម្ដងហើយភ្នំតបជាងហើយនៅនេះនៅតាមទឹកអាចឡងអូគឺសម្បូរត្រីមែនតែនជាពិសេសត្រីឯគេដូចត្រីយ៉ាវ៉ាត្រីកត្រប់ហើយនិងត្រីកភ្លៀងហើយកូនត្រីតូចគឺសម្បូរហ្មងហើយនៅនេះក៏អាចរកត្រីបានដែរបងប្អូនថ្ងៃដែលខ្ញុំទៅគឺឃើញបងគាត់បាញ់បានត្រីមួយចំនួនដែរលក្ខណៈដែលស្រស់ស្អាតនិងប្លែកភ្នែកនៅនេះបងប្អូនគឺជុំវិញហ្នឹងគឺមើលទៅគឺអមទៅដល់ព្រៃស្រល់ដែលងាប់ហ្មងស្នាមលិចទឹកហើយនឹងមានដៃចរលងខ្វាត់ខ្វែងគឺមើលទៅតាក់ទាញភ្នែកមែនតែនថ្ងៃដែលខ្ញុំទៅក៏មានក្រុមបងមួយក្រុមទៀតគឺគាត់បោះតង់នៅចិត្តហ្នឹងគឺរៀបតង់រៀបអីតាមអាចរលងតាមប្រឡោះដើមស្រល់ហ្នឹងគឺពិតជាស្អាតមែនតែនហ្នឹងបើយើងបានថតពីព្រលឹមឡើងមានអាប់ទៀតគឺអែមហ្មងហើយយើងលេងទឹកលេងរួចយើងក៏ញ៉ាំបាយថ្ងៃត្រង់ដោយសារបាយនេះយើងក៏មកសហគមន៍ឲ្យគាត់យកមកឲ្យដោយសារខ្ញុំមកនេះគឺមកលេងវល់ល្ងាចទេញ៉ាំបាយញ៉ាំអីរួចយើងក៏ត្រឡប់ចុះទៅក្រោមវិញអញ្ចឹងហើយអាផ្លូវពេលបកទៅវិញហ្គាយនាំលេងផ្លូវថ្មីហើយផ្លូវនេះគឺមើលទៅគឺព្រឺរោហ្មងបងប្អូនមុខត្រូវតែបងមុខត្រូវគាត់លះមួអូអាណាកាន់ដៃមកជាងអញ្ចឹងមួវិញឈប់បាយទុកបាវអីបាយគាត់តែមានមួមកគេឈប់ហ្នឹងលក្ខណៈថាផ្លូវមានតែមួយឈើសម្រាប់កង់ម៉ូតូហើយខ្ញុំនេះស្រាវមែនតើជិះតម្រាំតែផតហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ហើយដែរបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ